ក្នុងនោះមានសម្ដេចព្រះសង្ឃរាជទាំងពីរគណៈពីរព្រះអង្គថ្វាយព្រះសតបកដើម្បីថ្វាយព្រះរាជមហាកុសលនិងបុណ្យដែលបានធ្វើនេះជួយនាំព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបរមរតនកោដ្ឋយាងទៅកាន់ឋានសុខស្ថាននិព្វាននៅពេលនេះនាងខ្ញុំសូមជម្រាបជូនដោយសង្ខេបខ្លះៗនៅប្រវត្តិនៃព្រះទីន័ងទេវីវិនិច្ឆ័យព្រះទីន័ងទេវីវិនិច្ឆ័យបានកសាងឡើងនៅក្នុងឆ្នាំ1913ដល់ឆ្នាំ1917ប្រាសាទនេះត្រូវបានប្រារព្ធព្រះរាជពិធីសម្ពោធក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះបាទស៊ីសុវត្ថិនៅថ្ងៃទី16ខែមិថុនាឆ្នាំ1919ព្រះទីន័ងទេវីវិនិច្ឆ័យក៏ដូចប្រាសាទទាំងឡាយនៅក្នុងព្រះបរមរាជវាំងដែរត្រូវបានកសាងឡើងតាមបែបស្ថាបត្យកម្មនៃប្រពៃណីជាតិខ្មែរសុទ្ធសាធក្រោមការចាត់ចែងរបស់អ្នកអង្គការនិមិត្តម៉ាក់ជាស្ថាបត្យករដ៏ឆ្នើមរបស់ខ្មែរនាសម័យកាលនោះព្រះទីន័ងទេវីវិនិច្ឆ័យគឺជាប្រាសាទដ៏ល្អឥតខ្ចោះកសាងទៅតាមលំនាំស្ថាបត្យកម្មដ៏រស់រវើកអណ្ដែតឡើងកណ្ដាលលំហអាកាសវិហារមានប្រាង្គកណ្ដាលបំពាក់សារពើសូត្រកំពូលស្រួចបាញ់ទៅលើដែលជានិមិត្តរូបនៃការរីកចម្រើនឥតឈប់ឈរនៅខាងមុខចំកណ្ដាលគឺរាជបល្ល័ង្កជានិមិត្តរូបនៃភ្នំព្រះសុមេរុជាភ្នំនៅកណ្ដាលទ្វីបលោកជាទីឋានគង់នៅនៃអាទិទេពនៅលើរាជបល្ល័ង្កគ្របដណ្ដប់ទៅដោយព្រះមហាស្វេតឆ័ត្រចំនួន9ជាន់ដែលជានិមិត្តរូបនៃឋានសួគ៌គិលីរាជបល្ល័ង្កជានិមិត្តរូបនៃរបបរាជាធិបតេយ្យខ្មែរតាំងពីសតវត្សទី1មកម្ល៉េះព្រះទីន័ងទេវីវិនិច្ឆ័យជាប្រាសាទសម្រាប់ព្រះរាជពិធីរាជាភិសេកព្រះមហាក្សត្រឡើងសោយរាជព្រះរាជពិធីផ្សេងក្នុងពិធីទ្វារទសមាសការចូលថ្វាយបង្គំគាល់ព្រះមហាក្សត្រក្នុងពិធីបុណ្យជាតិនិងសាសនាព្រមទាំងសម្រាប់ពិធីអង្គទូតប្រទេសនានាចូលថ្វាយសារតាំងនិងបណ្ឌិតសន្ធារកិច្ចចំពោះភ្ញៀវជាន់ខ្ពស់ជាតិនិងអន្តរជាតិទូរទស្សនិកជនដែលកំពុងទស្សនានៅកម្មវិធីផ្សាយពិសេសជាទីគោរពនិងជាទីមេត្រីតាមការផ្ដល់ព័ត៌មានរបស់អ្នកយកព័ត៌មានយើងនៅក្នុងក្នុងព្រះបរមរាជវាំងបានឲ្យដឹងថានៅក្នុងគណៈម៉ោងនេះព្រឹត្តិពិធីថ្វាយនៅព្រះសតបកនិងព្រឹត្តិពិធីរំកិលព្រះបរមសពព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់យើងក៏កំពុងតែប្រារព្ធពិធីហើយដែរនៅក្នុងឱកាសដ៏ក្រៀមក្រំនេះក៏មានព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអង្គម្ចាស់ជីវិតលោកត្បូងព្រះបាទសម្ដេចព្រះបរមនាថព្រះមហាក្សត្រនៃប្រជាជនកម្ពុជាជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៃយើងរាជវត្តមានរបស់សម្ដេចព្រះមហាក្សត្រីព្រះវររាជមាតាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់នៃយើងនិងវត្តមានរបស់សម្ដេចអគ្គមហាធម្មពុទ្ធិសាលជាស៊ីមប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាវត្តមានសម្ដេចអគ្គមហាពញាចក្រីហេងសំរិនប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវវត្តមាន
របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅលោកជំទាវគតិព្រឹទ្ធបណ្ឌិតបូរនីហ៊ុនសែននិងវត្តមានសម្ដេចឯកឧត្តមលោកជំទាវជាអិសរាជជនសំខាន់ក៏បានយាងនិងអញ្ជើញរួមនៅក្នុងព្រឹត្តិពិធីនេះផងដែរទូរទស្សនិកជនជាទីគោរពនៅគណៈពេលនេះព្រះបរមសពព្រះករុណាព្រះមហាក្សត្រព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដល់គង់ខ្ពស់នៃយើងបានយាងរំកិលមកដល់មុខព្រះមហាស្ពេតិឆ័ត្រហើយសម្ដេចព្រះមហាសង្ឃរាជទាំងពីរគណៈនិងមន្ត្រីសង្ឃសរុបចំនួន7អង្គនិងស្វាធ្យាយព្រះសតបរណពិធម្មថ្វាយព្រះវិញ្ញាណក្ខន្ធនៅមុខព្រះមហាស្ពេតិឆ័ត្រយើងខ្ញុំក៏សូមជម្រាបជូនទូរទស្សនិកជនឲ្យបានជ្រាបផងដែរថាមុនពេលរំកិលព្រះបរមសពព្រះករុណាព្រះមហាក្សត្រព្រះបរមរតនកោដ្ឋមកកាន់មុខព្រះមហាស្ពេតិឆ័ត្រក្នុងព្រះទីនាំងទេវាវិនិច្ឆ័យនេះកាលពីវេលាម៉ោងប្រមាណជា7ព្រឹកព្រះករុណាជាអង្គម្ចាស់ជាមេត្រួព្រះបាទសម្ដេចព្រះបរមនាថនរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចព្រះមហាក្សត្រីព្រះវរិយមេដាជាតិខ្មែរក្នុងសេរីភាពសេចក្តីថ្លៃថ្នូរនិងសុភមង្គលជាទីគោរពសក្ការៈដ៏គង់គង់បំផុតនៃយើងព្រះអង្គទាំងពីរបានយាងថ្វាយបង្គំព្រះបរមសពដោយមានថ្វាយគ្រឿងសក្ការៈបូជានិងក្រាបបង្គំទូលថ្វាយសូមយាងព្រះបរមសពដោយមានសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតីទាំងពីរគណៈសម្ដេចព្រះសង្ឃនាយកសម្ដេចព្រះសង្ឃនាយករងនិងមន្ត្រីសង្ឃរាជគណៈចំនួន90ព្រះអង្គស្វាធ្យាយព្រះសតបកថ្វាយព្រះបរមសពមុននឹងយាងរំកិលព្រះបរមសពពីព្រះទីនាំងមហាមន្ទីរមកកាន់មុខព្រះមហាស្ពេតិឆ័ត្រនេះយើងខ្ញុំសូមជម្រាបជូនទូរទស្សនិកជនឲ្យបានជ្រាបផងដែរថាព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាក្សត្រព្រះវរិយបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរនៃយើងព្រះអង្គជាព្រះរាជបុត្រទូលរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសុរាម្រិតនិងសម្ដេចព្រះមហាក្សត្រីយានីស៊ីសវត្តមនីវង្សកុសុមនិរតស្រីវឌ្ឍនាខាងខ្សែព្រះមេដាព្រះអង្គជាព្រះរាជនេតារបស់ព្រះករុណាព្រះបាទសម្ដេចព្រះមុនីវង្សនិងជាព្រះរាជនេតាទូតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមបើតាមខ្សែព្រះបិតាព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាក្សត្រព្រះវរិយបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះអង្គទ្រង់ប្រសូតនៅថ្ងៃអង្គារ11កើតខែកដិកឆ្នាំចចត្វាស័កពុទ្ធសករាជ2465ត្រូវនៅថ្ងៃទី31ខែតុលាឆ្នាំ1922នៅរាជធានីភ្នំពេញទូរទស្សនិកជនជាទីគោរពក្នុងមួយប្រជជនរបស់ព្រះករុណាព្រះវរិយបិតាជាតិខ្មែរនៃយើងព្រះអង្គទ្រង់បានបូជានៅព្រះកាយពលនិងព្រះបញ្ញាញាណដ៏គ្រឹះថ្លារបស់ព្រះអង្គបម្រើឧត្តមប្រយោជន៍ជាតិនិងមាតុភូមិជារៀងរហូតដល់ពេលសោយទីមង្គតនៃអង្គព្រះមហាក្សត្រនៃយើងទូរទស្សនិកជនជាទីគោរពថ្ងៃ15រោចខែភទ្របទឆ្នាំរោងចត្វាស័កពុទ្ធសករាជ2556ត្រូវនៅថ្ងៃទី15ខែតុលាឆ្នាំ2012វេលាម៉ោង 1:20 នាទីរំលងអាត្រៀតគឺជាពេលវេលាដែលព្រះករុណាព្រះបរមរតនកោដ្ឋព្រះអង្គយាងចូលព្រះទិវង្គតនៅមន្ទីរពេទ្យទីក្រុងប៉េកាំងនៃសាធារណរដ្ឋប្រជាមានិតចិនគ្រាន់តែលឺដំណឹងដ៏សែនរន្ធត់នេះភ្លាមកូនចៅចៅទួតចៅលួតទូទាំងព្រះមហានគរមានក្តីសោកសង្រេងជាពន់ពេកនឹកស្រណោះអាឡោះអាឡៃ
នឹកឃើញដល់ព្រះភ័ក្ត្រចុងក្រោយនៅក្នុងឱកាសដ៏មហាឡារិកនៃព្រះរាជពិធីបុណ្យថ្វាយព្រះពរនិងចម្រើនព្រះជន្មរបស់ព្រះអង្គយាងចូល90ព្រះវស្សានៅក្នុងព្រះរាជពិធីកាលគ្រានោះព្រះអង្គបានមានព្រះរាជអង្គការដ៏ខ្ពង់ខ្ពស់ដែលជាព្រះបណ្ដាំចុងក្រោយបង្អស់របស់ព្រះអង្គថាព្រះអង្គឈប់យាងទៅបរទេសឆ្ងាយពីប្រជានុរាស្ត្រជាកូនចៅចៅទួតចលួតរបស់ព្រះអង្គទៀតហើយព្រះអង្គនឹងគង់ប្រថាប់ជាដរាបនៅជាមួយប្រជារាស្ត្រជាកូនចៅចៅទួតចលួតរហូតដល់អស់ព្រះជន្មព្រះអង្គបានមានព្រះរាជបន្ទូលផ្ដែផ្ដាំថាសូមបងប្អូនប្រជារាស្ត្រកូនចៅចៅទួតចៅលួតសាមគ្គីគ្នាជាធ្លុងមួយរួមរស់ជាមួយគ្នាដែលមានសម្ដេចហ៊ុនសែនជាប្រមុខរដ្ឋាភិបាលដែលបង្ហាញឲ្យពិភពលោកឃើញថាយើងរួបរวมគ្នាល្អណាស់ព្រះរាជអង្គការដ៏ខ្ពង់ខ្ពស់នេះហាក់ដូចជានៅថ្មីនៅតែលន់លឺរងំជាប់ក្នុងក្រអៅបេះដូងកូនចៅប្រជានុរាស្ត្រគ្មានថ្ងៃបំភ្លេចបានឡើយក្នុងសម័យប្រវត្តិសាស្ត្រទឹកដីអង្គរនេះយើងបានចងចាំនិងកត់ត្រាទុកអំពីសម័យកាលដែលបារាំងបានដាក់នឹមអាណានិគមអស់រយៈពេល90ឆ្នាំគឺចាប់តាំងពីឆ្នាំ1863មកដល់ខែវិច្ឆិកាឆ្នាំ1953ប្រជារាស្ត្រកម្ពុជាទាំងមូលចងចាំជានិច្ចនៅបរិសកម្មភាពប្រកបដោយមហាវីរភាពរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុជាព្រះបិតាឯករាជ្យជាតិដ៏ឆ្នើមបំផុតដែលព្រះអង្គបានបំពេញព្រះរាជបូជនីយកិច្ចដ៏ឧត្តមឧត្តមធ្វើការទាមទារបាននៅឯករាជ្យទាំងស្រុងពីសាធារណរដ្ឋបារាំងតែក្នុងមួយរយៈពេលដ៏ខ្លីកម្ពុជាបានកសាងសង្គមជាតិមួយដ៏រុងរឿងជាកោះសន្តិភាពនោះគឺសម័យសង្គមរាស្ត្រនិយមដែលបានបង្កើតឡើងក្រោមស្នាព្រះហស្ថផ្ទាល់របស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះប្រមុខរដ្ឋកម្ពុជា
សត្វតបកថ្វាយព្រះបរមសពព្រះករុណាជាអង្គម្ចាស់គឺព្រះករុណាព្រះមហាក្សត្រព្រះវរមេដាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់របស់យើងទាំងអស់គ្នារួចហើយនោះបន្តិចទៀតតម្កល់ព្រះបរមសពព្រះករុណាព្រះមហាក្សត្រព្រះវរមេដាឯករាជ្យបូរណភាពទឹកដីនៃយើងនឹងចាប់ផ្ដើមហើយនៅក្នុងខណៈពេលនេះយើងសង្កេតឃើញនៅមុខព្រះទីនាងទេវីវិនិច្ឆ័យគឺឃើញអិសរាជជននៃកងកិត្តិយសក៏ដូចជាមន្ត្រីអ្នកមុខអ្នកការយ៉ាងច្រើនកំពុងតែរងចាំថ្វាយនៅព្រះវរនកិច្ចចំពោះ
ទាប់ពីព្រះសង្ឃព្រះស្វាជាព្រះសតកតបាយព្រះបរមសពតាមប្រពៃណីពុទ្ធសាសនានៅមុខព្រះមហាស្ដេចឆាប់មួយមកឥឡូវនេះព្រះបរមមញ្ជូសាត្រូវបានយាងរំកិលចេញពីព្រះគិលានទេវវិជ្ជាព្រោះមុខព្រះពុទ្ធញាតិបរមសពហើយការចុះពីព្រះគិលានទេវវិជ្ជានេះមានអមដល់លោកអាចារ្យជាបីរូបខ្សត្រប្រាបុកមុខលើលោករបស់សេចក្តីប្រយោជន៍ពីព្រះអង្គនៅខ្សត្រប្រាពីព្រះភាពគង់អមព្រះបរមមញ្ជូសាដោយឡែកព្រះករុណាជាអង្គម្ចាស់ជីវិតត្បូងព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិងសម្ដេចព្រះមហាក្សត្រីព្រះវរនិមាតាជាតិខ្មែរជាទីគោរពសក្ការៈរបស់ព្រះអង្គសម្ដេចអគ្គមហាធម្មរាជពិសាជាស៊ីសម្ដេចអគ្គមហាពញាចក្រីភ័យសម្បត្តិមកជាចំពោះនៃព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីព្រះវិសាលនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅលើគម្ពីរបតិប្រតិបត្តិព្រះវិសាលសម្ដេចជម្រាបគុណសម្បត្តិអបនាយករដ្ឋមន្ត្រីផ្សេងព្រះបរមរាជវាំងហ៊ុនជំទាវព្រមទាំងព្រះជវង្សសានវងហើយចំដំលោកជំទាវជាអនុប្រធានព្រឹទ្ធសភារដ្ឋសភាប្រធានក្រុមប្រឹក្សាធម្មនុញ្ញប្រធានគណៈកម្មការទូតហើយចំដំលោកជំទាវជាអបនាយករដ្ឋមន្ត្រីស្ដេចវាងនិងអញ្ជើញឲ្យការក្រោយខ្លួនរបស់ព្រះបរមសពចេញពីព្រះគិលានទេវវិជ្ជាព្រះបរមរាជវាំងឆ្លងកាត់តាមភាពជ័យលើព្រះវិថីព្រះសិស្សវត្តជួយស្ដាប់តាមព្រះអង្គបង្ការដើម្បីរំកិលព្រះបរមមញ្ជូសាព្រះបរមសពព្រះករុណាព្រះមហាក្សត្រព្រះវរនិមាតាឯករាជ្យនៃរដ្ឋាភិបាលឯកភាពមហារាជឡើងលើព្រះគិលានព្រះស្ដេចនៅក្នុងប្រតិពិធីនេះមានបាគូថ្វាយសៅរៀបភ្លេងខ្លោឆ្លាក់ប្រគំថ្វាយខ្លោឆ្លាក់នៅពីពាក្យខ្មែរបុរាណថាជាស្គរឆ្លះកាលពីសម័យបុរាណស្គរឆ្លះនេះគេដាក់ពីខ្លោដំរីមួយមកទាត់ដើម្បីទិញជើងអង្គរមានកម្លាំងស្វាហាប់សិល្បជនជាទីគោរពនៅក្នុងពេលនេះព្រះបរមសពព្រះករុណាព្រះមហាវ
ការគ្រប់លំដាប់ថ្នាក់បាននៅអានសងខាងក្នុងពញ្ញាយ៉ាដើម្បីរំចាំក្រាបថ្វាយបង្គំលាព្រះបរមសពជាលើកចុងក្រោយ
ឈូសាប្រកបដោយទឹកប្រភពគ្រឿងក្រំពោពេញទៅដោយសេចក្តីទុក្ខប្រជាពលរដ្ឋទន្ទឹមរង់ចាំការរំទល់ព្រះឈូសានៅដល់ទីលានខាងមុខតាមដល់អិសជនមន្ត្រីជាន់ខ្ពស់ទាំងអស់បានមានទឹកមុខពោពេញទៅដោយការទុក្ខព្រួយដោយសោកអល់ឡោះអាឡាបាននាំមកក្បួនមហាជនប្រជាជនអិសរាជជនជាន់ខ្ពស់ក៏ចាប់ផ្ដើមរំកិលមកទឹកម្ដងបន្តិចម្ដងរបស់នេះសម្ដេចនាយករដ្ឋមន្ត្រីនិងលោកជំទាវគតិព្រឹកដំណឹងក៏បានបង្ហាញព្រះមច្ឆសាជាក្បួនអមជាមួយនឹងព្រះវេទវង្សសមវង្សព្រះសង្ឃនិងប្រជាពលរដ្ឋដែលទន្ទឹងរង់ចាំក្បួនមច្ឆសាដែលដំណើរមកដល់
ព្រះមឈូសាបានរំកិលមកបន្តិចម្ដងបានមានរូបរាងធ្វើឲ្យយើងមានការរំជើបរំជួលនិងតក់ស្លុតខ្លាយលែងការសោកស្ដាយមិនអាចរកអ្វីមកពីពណ៌លាបានឡើយទឹកចិត្តរបស់ប្រជាជនទូទាំងប្រទេសនិងអ្នកដែលរស់នៅឯប្រទេសក្រៅក៏បានសម្ដែងនៅឆន្ទៈនិងចិត្តសោកស្ដាយអឡោះអាឡ័យគឺទឹកអស់គ្នានឹងរំចាំនៅពីធំប្រតិទៅដោយការខកផ្សាជាទីបំផុត